ទៅជាមានលំហាត់ខ្ទង់នឹងឡាយលេខតាមខ្ទង់ចាចឹងមួយគេឲ្យយើងចូលបំពេញនៅចន្លោះខាងក្រោមដែលគេដាក់ចំនួនលេខមាន2,60,8,250ចាអញ្ចឹងគេឲ្យយើងធ្វើបំពេញនៅចន្លោះខាងក្រោមអញ្ចឹងគេមាន2នៅខ្ទង់លានថា2នៅខ្ទង់លានមានតម្លៃប្រមាណយើងរាប់មើលចា2នៅខ្ទង់លានមានតម្លៃប៉ុន្មានដែរ2នៅខ្ទង់លានគឺមានតម្លៃ2ចា2លានចាអញ្ចឹង2នៅខ្ទង់លានគឺមានតម្លៃ2លានហើយបន្តមកទៀតសួរ2នេះនៅខ្ទង់ឯគេដែរយើងរាប់មើលនេះ2នោះចារាយ10រយអញ្ចឹង2នៅខ្ទង់គេសាប់2នៅខ្ទង់រយអញ្ចឹង2នៅខ្ទង់រយគឺមានតម្លៃប៉ុន្មានដែរ2នៅខ្ទង់រយចាមានតម្លៃ200ចាចុះលេខ8វិញចា8នៅខ្ទង់អីដែរចាយើងរាប់មើលរាយ10រយពាន់ចាអញ្ចឹង8នៅខ្ទង់ពាន់អញ្ចឹង8នៅខ្ទង់ពាន់មានតម្លៃ8000ចា0អញ្ចឹង0យើងនៅខ្ទង់ម៉ឺន0នៅខ្ទង់ម៉ឺនមានតម្លៃអញ្ចឹង0យើងអត់មានតម្លៃចា0គឺនៅ0ដដែរចាអញ្ចឹងយើងមើលលេខ2គេឲ្យមិនចូលសរសេរនៅចំនួនខាងក្រោមតាមទម្រង់ពង្រាយអញ្ចឹងទម្រង់ពង្រាយរបស់យើងចាមានកហើយនឹងខកចាអញ្ចឹងយើងមើលដល់អ្នកគ្នាអញ្ចឹងតម្លៃលេខកគេមានប៉ុន្មានដែរ3,264,087អញ្ចឹងគេឲ្យយើងសរសេរជាទម្រង់ពង្រាយចាអញ្ចឹងយើងសរសេរបែបម៉េចចង់មើលដល់អ្នកគ្នាអញ្ចឹង3នេះយើងសរសេរបានថា3លានចា3លានយើងសេ3លានបូកឲ្យនឹង2គេដែរ2សែនចាអញ្ចឹងយើងសេ2សែនបូកនឹង6នោះសេបានប៉ុន្មានដែរ6សេបាន6ចា60000បូកឲ្យ60000 4ចា4នេះបូកឲ្យ4000 4នៅខ្ទង់ពាន់ចាំបូក4000 0នេះយើងមិនបូកទេដោយសារ0វានៅតែ0ដដែលទេចាអញ្ចឹងយើងបូក8នេះមកវិញចា8នេះយើងសេបានថា80បូកឲ្យ7ចាអញ្ចឹងយើងចូលដល់ខ្ទង់ខអញ្ចឹងខ្ទង់ខគឺដូចតែគ្នាទេគឺដូចតាលើមិញទេធ្វើដូចតែគ្នាអញ្ចឹងណា